ព្រះអាទិត្យក្នុងពេលព្រឹកចាប់ផ្ដើមលេចឡើងនៅបួពួទិសដំណក់ទឹកសន្សាមដែលដក់ជាប់នៅតាមស្លឹកឈើចុងស្មៅចាប់ផ្ដើមរលាយនិងរុះរួយទៅលើដីសត្វពពែកយំចែកចាយនៅក្នុងសម្បុកដើម្បីត្រៀមចេញរកចំណីចិញ្ចឹមជីវជនជំនរត្រជាក់ក្នុងពេលព្រឹកបក់ត្រសៀកសៀកតាមពេលវេលាដែលកំពុងដើរយ៉ាងយឺតប្រៀបដោយត្រនិចនាឡិកាមិនកម្រើកទៅមុខកែវភញាក់ក្រញាងពីសុបិនអាក្រក់សំឡេងអ៊ូអរយ៉ាងចម្លែកលាន់ឡើងនៅក្នុងផ្ទះរបស់នាងសំឡេងអ្វីចេះនាងរអ៊ូដូចយាយចាស់មុននឹងឆ្ងោកទៅមើលឃើញមនុស្សម្នាយ៉ាងច្រើនដែលកំពុងរមមើលអ្វីមួយយ៉ាងកែវភ្នែករបស់តូចតនចាប់ផ្ដើមបើកធំនៅពេលឃើញរថយន្តប៉ូលីសនិងក្រុមភ្នាក់ងារ2-3រូបកំពុងសែងថង់ផ្លាស្ទិកពណ៌សចេញពីក្នុងផ្ទះរបស់នាងជើងរបស់ស្រុកស្រីចាប់ផ្ដើមត្របាញ់ចេញពីក្នុងបន្ទប់យ៉ាងរហ័សឈុតគេងពណ៌ទឹកសមុទ្រមានក្បាច់ផ្កាល្អិតបក់រវិចទៅមកតាមចង្វាក់រត់ទឹកមុខដែលងក់ងួយមុននេះចាប់ផ្ដើមប្រែជាស្លៀកស្លាំងប្រៀបដូចមនុស្សខ្វះអុកស៊ីហ្សែនមិនបាច់ប្រាប់ក៏ដឹងថានៅផ្ទះរបស់នាងមានរឿងធំកើតឡើងដែរច្បាស់ជាមាននរណានៅក្នុងផ្ទះមានបញ្ហាអ្វីមិនខាននាងបើកទ្វារផ្ទះស្ទុះរត់ទៅរកអាណាព្យាបាលស្ត្រីជាម្ដាយគិតទៅយំដូចមនុស្សវង្វេងស្មារតីចំណែកលោកប៉ាដែលជាមេគ្រួសារបានត្រឹមតែឈរអបភរិយាមិននិយាយអ្វីហេតុការចំពោះមុខបង្កភាពងឿងឆ្ងល់ចំពោះនាងយ៉ាងខ្លាំងប៉ាម៉ាក់សំឡេងនាងញ័រមុននឹងសម្លឹងទៅមើលរាងកាយនៅក្នុងថង់ផ្លាស្ទិកសស្អាតប៉ុន្តែប្រឡាក់ប្រឡោះទៅដោយកំណកឈាមរបស់មនុស្សគ្មានវិញ្ញាណដែលដេកស្ទោកស្តាំងនៅក្នុងនោះនៅពេលមិនបានចម្លើយពីអ្នកមានគុណទាំងពីរស្រីកែវសម្រេចចិត្តដើរកាត់ហ្វូងមនុស្សទាំងឡាយទៅកាន់រថយន្តនោះមុននឹងខ្សែភ្នែកក្រឡេកទៅឃើញចម្លើយដែលនាងកំពុងសង្ស័យរាងកាយដែលដេកនៅក្រោមកំណាត់សបិទភ្នែកជិតឈឹងដោយក្តីសុខដែលអ្នកដតីមើលមិនយល់បងផែកតូចតន់ស្ទើរតែបាត់ស្មារតីនាងប្រញាប់ស្ទុះទៅឲ្យបងប្រុសដែលពេលនេះបានក្លាយជាសាកសពទៅហើយតែក្រុមភ្នាក់ងារប៉ូលីសបានឃាត់នាងទុកព្រោះខ្លាចប៉ះពាល់ដល់ការធ្វើការរបស់ពួកគេដៃជើងរបស់នាងញ័រទៅត្រើកតែក៏ប្រឹងរើបំរាស់ពីក្រុមប៉ូលីសដោយមនុស្សវិកលចរិតកែវភ្នែកដែលដិតដាមដោយក្រាមទឹកភ្នែកនៃភាពសោកសៅបានត្រឹមតែសម្លឹងមើលរាងកាយរបស់បងប្រុសពីចង្ងាយនាងធ្វើបានត្រឹមតែប៉ុណ្ណោះពិតមែនកែវសំឡេងដែលនាងធ្លាប់ស្គាល់លាន់ឮពីក្រោយខ្នងស្រស់ស្រីប្រញាប់ងាកទៅរកមួយរំពេចហើយរើខ្លួនចេញពីក្រុមប៉ូលីសរត់ទៅអោបម្ចាស់សំឡេងនោះយ៉ាងណែនកែវបងភ័ក្រស្លាប់ហើយសំឡេងដែលញ័ររញ្ជួយរបស់នាងស្ទើរតែធ្វើឲ្យដួងច័ន្ទស្រក់ទឹកភ្នែកយំដែរដួងច័ន្ទបានត្រឹមតែយកដៃអង្អែលសក់កែវទៅមកដោយមិននិយាយអ្វីអាវនិស្សិតដែលនាងតាំងចិត្តថាស្លៀកពាក់ទៅរៀនក្នុងពេលព្រឹកពេលនេះសាមជោគដោយទឹកភ្នែករបស់មិត្តសម្លាញ់វិនាទីនោះផែនដីទាំងមូលស្ទើរតែឈប់ដើរកែវចង់ឲ្យពេលវេលាត្រឡប់ថយក្រោយវិញប្រសិនបើអាចធ្វើទៅបានដូចនាងគិតនាងនឹងធ្វើល្អចំពោះបងប្រុសឲ្យបានច្រើនជាងនេះនាងនឹងយកពេលទំនេរចូលទៅចិត្តបងប្រុសឲ្យបានច្រើនជាងនេះទៀតហើយព្យាយាមធ្វើល្អដូចដើមនាងបានត្រឹមតែគិតប៉ុណ្ណោះព្រោះនៅក្នុងលោកសច្ចានុមតិពេលវេលាមិនធ្លាប់ដើរថយក្រោយទេសំឡេងយំសោករបស់នាងនៅតែបន្តឮដូច្នោះរហូតតតែខ្លួននាងសន្លប់បាត់ស្មារតីពន្លឺចេញពីអំពូលភ្លើងពណ៌សុកពងមាន់ធ្វើឲ្យកែវភ្នែករបស់កែវភ្លឺច្បាស់បន្តិចម្ដងបន្ទាប់ពីបើកភ្នែកបានមួយសន្ទុះនាងដោលខ្លួនក្រោកចេញពីគ្រែយឺតឈុតកេងពណ៌ទឹកសមុទ្រនៅតែស្ថិតលើរាងកាយរបស់នាងដដែលផ្ទះទាំងមូលស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ដែលទំនងជាគ្មាននរណានៅផ្ទះទេតើឃីមកេងលក់យូរប៉ុណ្ណាហើយនាងទន្ទិញសួរក្នុងចិត្តខណៈនោះខ្សែភ្នែករបស់នាងក្រឡេកទៅឃើញស៊ុំរូបថតនៅលើក្បាលដំណេករូបថតរបស់នាងនឹងលក្ខដែលញញឹមយ៉ាងមានសេចក្តីសុខបំផុតនៅក្នុងពេលនោះប៉ុន្តែពេលនេះមនុស្សដែលនាងស្រឡាញ់បំផុតទាំងពីរនាក់លែងនៅលើโลกនេះទៀតហើយមិនថាមិត្តសម្លាញ់ស្លាប់រស់ដោយលក្ខនិងសុភ័ក្របងប្រុសតែម្នាក់ដែលនាងគោរពស្រឡាញ់បំផុតជើងទាំងពីររបស់នាងប្រឹងទប់ខ្លួនឈរដើម្បីដើរចុះទៅខាងក្រោមកូនសម្បុត្រតូចមួយរបស់ប៉ាម៉ាក់នាង
សរសេរបិទទុកនៅលើទូទឹកកកដៃវាវែងទាញក្រដាស់នោះចេញមកដើម្បីអានខ្លឹមសារដែលលោកទាំងពីរផ្ដាំផ្ញើកែវប៉ានិងម៉ាក់នាំគ្នាទៅបុណ្យសពរបស់កូននៅឯវត្តកូនមិនស្រួលខ្លួនសម្រាប់នៅផ្ទះសិនចុះចាំយប់បន្តិចប៉ានិងម៉ាក់នឹងប្រញាប់មកវិញក្រោយពីចាត់ចែងកិច្ចការរួចម្ហូបអាហារនៅក្នុងទូទឹកកកបើកូនឃ្លានដាក់កម្ដៅញ៉ាំចុះមិនបាច់ចាំប៉ាម៉ាក់ទេបងភ័ក្រទឹកភ្នែកនៃសេចក្តីសោកស្ដាយចាប់ផ្ដើមហូរមកម្ដងទៀតនាងស្រុតខ្លួនចុះអង្គុយក្បែរទូទឹកកកដៃក្តាប់ក្រដាស់មូលខ្ញុកខ្ញៅនាងអង្គុយអបជង្គង់ខ្លួនឯងមុននឹងឈ្ងោកមុខជ្រុបលើក្បាលជង្គង់សំឡេងយំខ្សឹកខ្សួលលន់រងុននៅក្នុងផ្ទះតែគ្មាននរណាដឹងឮពីអារម្មណ៍របស់នាងនៅពេលនេះនាងត្រូវតែដឹងឲ្យបានថាតើនរណាដែលធ្វើឲ្យបងប្រុសរបស់នាងខ្លាចជាបែបនេះបើចាប់បានថានរណាជាជនដៃដល់នៅក្នុងរឿងព្រៃផ្សៃទាំងអស់នេះនាងពិតជាមិនព្រមលែងដាច់ខាតគំនិតផ្សេងចាប់ផ្ដើមលេចឡើងតាមឥន្ទ្រីអារម្មណ៍ទាំង5របស់នាងរំពេចនោះស្រាប់តែមានខ្យល់បោកបក់យ៉ាងខ្លាំងផ្ទុកបង្អោចដែលបោកចោលធ្វើឲ្យរបស់អ្វីម្យ៉ាងធ្លាក់បែកខ្ចាយខ្ទមកដល់ក្រោមប្រាវស្រស់ស្រីភ្ញាក់ពីអារម្មណ៍រវើរវាយដោយក្តីតក់ស្លុតនាងប្រញាប់ស្ទុះក្រោកឡើងទៅមើលក្នុងបន្ទប់តាមសំឡេងធ្លាក់សំឡេងនេះច្បាស់ជាចេញពីបន្ទប់គេងរបស់នាងហើយរបស់ដែលធ្លាក់បែកនោះគ្មានអ្វីក្រៅពីកែវបញ្ឈប់ការសន្និដ្ឋាននៅត្រង់នេះមុននឹងរុញទ្វេបន្ទប់ចូលទៅកំទេចកញ្ចក់ស៊ុំរូបថតបែកខ្ចាត់ខ្ចាយពេញកម្រាលបន្ទប់ស្រីកែវឈោភ្លឹកភ្លៀងសម្លឹងទៅកាន់រូបថតដែលមានអំបែងកញ្ចក់រាយពីលើនាងដើរយឺតយ៉ាងប្រយ័ត្នប្រយែងដើម្បីកុំឲ្យមុតអំបែងកញ្ចក់ហើយឈ្ងោកទៅរើសរូបថតមកកាន់នៅក្នុងដៃរូបភាពរបស់ក្មេងស្រីទាំង6នាក់ដែលថតជាមួយគ្នាកាលរៀននៅថ្នាក់ទី5ដោយមានទេសភាពខាងក្រៅជាសាលាបឋមសិក្សាដីក្រហមរូបភាពរបស់ក្មេងស្រីម្នាក់នៅក្នុងក្រុមធ្វើឲ្យនាងរវើរវាយនិយាយប្រយោគមួយចិនមកតិចសង្ឃឹមថាមិនមែនជាឯងទេលះមនុស្សម្នាក់ចាប់ផ្ដើមចូលមកក្នុងបរិវេណពិធីបុណ្យសពរបស់សុភ័ក្រកាន់តែច្រើនឡើងច្រើនបន្ទាប់ពីពិធីចាប់ផ្ដើមបានប្រហែលកន្លះម៉ោងយានយន្តចាប់ផ្ដើមរកកន្លែងចតយ៉ាងវីវក់ដោយសារប៉ាម៉ាក់របស់សុភ័ក្រនិងស្រីកែវជាមន្ត្រីរាជការក្នុងក្រសួងអប់រំទើបធ្វើឲ្យស្គាល់បណ្ដាលោកគ្រូអ្នកគ្រូនិងសាស្ត្រាចារ្យនានាមកពីសាលាផ្សេងជាច្រើនហើយភ្ញៀវដែលមកពិធីបុណ្យសពនេះភាគច្រើនសុទ្ធសឹងជាមន្ត្រីរាជការទាំងអស់គ្រប់គ្នាសុទ្ធតែស្លៀកពាក់សនិងខ្មៅដើម្បីឲ្យស័ក្តិសមនឹងពិធីដ៏សែនក្រៀមក្រំមួយនេះមិនមែនមានតែមន្ត្រីរាជការដែលជាមិត្តភ័ក្តិនិងអ្នកស្គាល់គ្នារបស់អាណាព្យាបាលប៉ុណ្ណោះទេនៅមានមិត្តភ័ក្តិរបស់សុភ័ក្រកាលរៀននៅថ្នាក់ទី9និងមិត្តរបស់កែវដែលមកក្នុងពិធីបុណ្យសពនេះដែរសំឡេងស្មូតទួញយំអណ្ដើតអណ្ដោកលាន់រងំពេញបរិវេណវត្តទាំងមូលភាពសោកសៅការសោកស្ដាយចំពោះការចាក់ចេញទៅយ៉ាងតក់ក្រហល់របស់សុភ័ក្រធ្វើឲ្យគ្រប់គ្នាមិនអាចត្រៀមកាយត្រៀមចិត្តចំពោះហេតុការណ៍នេះបានទេមិននឹកស្មានថាសុភ័ក្រគិតខ្លីធ្វើរឿងឈួតដោយវិធីសម្លាប់ខ្លួនរបស់មនុស្សកំសាកបែបនេះសោះមិនដឹងអភ័ក្រវិគិតយ៉ាងម៉េចបានជានៅសុកក្រោកមកយកការបិទចាក់សម្លាប់ខ្លួនឯងបែបនេះកំឡោះសក់រួញអង្ការដីម្នាក់និយាយជ្រែកកាត់សម្លេងសូត្រធម៌របស់ព្រះសង្ឃដោយកំងវត្តប៉ុន្តែសម្លេងនោះនិយាយខ្សឹបដើម្បីស្ដាប់ឮតែគ្នាឯងប៉ុន្មានអ្នកប៉ុណ្ណោះប្រហែលជាវាខូចចិត្តរឿងស្រីលែកហើយចុះឯងចាំបាច់សង្ស័យអីណាស់ណាម្លេះចម្រុងបុរសមុខឌឺម្នាក់ទៀតងាកមកខ្សឹបដាក់មិត្តភ័ក្តិដែលអង្គុយនៅក្បែរគ្នាថ្ងៃនេះជាថ្ងៃដំបូងដែលអតីតមិត្តភ័ក្តិថ្នាក់ទី9មកជួបជុំគ្នាច្រើនបំផុតតែមកជួបគ្នាខកកម្មវិធីបន្តិចទើបតែមកជួបជុំគ្នានៅថ្ងៃបុណ្យសពមិត្តភ័ក្តិការនិយាយគ្នាស្ងាត់បែបលាក់លៀមរបស់កំឡោះទាំងពីរលែងคล้ายជាការសន្ទនារបស់មនុស្សពីរនាក់ទៀតហើយនៅពេលមានអ្នកមកចូលរួមស្ដាប់ការសន្ទនានោះដោយចៃដន្យរហូតធ្វើឲ្យនាងដែលជាមនុស្សឆាប់ភ័យឆាប់ខ្លាចយកទៅគិតផ្ដេសផ្ដាស់កាន់តែវែងឆ្ងាយប្រកាសជាលាក់មែនហើយលាក់ពិតជាអ្នកសម្លាប់បងផេកច្បាស់ណាស់សំលេងញាប់ញ័រដោយក្តីភ័យខ្លាចរបស់មយូរ៉ាលន់ឡើងតិចលាយឡំនឹងទឹកភ្លែកដែលហូរចុះមកគ្រប់ពេលវេលាខណៈដែលព្រះសង្ឃកំពុងសូត្រមន្តបន្ទាប់ពីនាងបានឮការសន្ទនារបស់សិស្សច្បងទាំងពីរមិត្តនារីដែលអង្គុយនៅក្បែរនោះមិនបាននិយាយអ្វីទេក្រៅពីអង្អែលសក់ខ្មៅរលោងរបស់នាងទៅមកយ៉ាងទន់ភ្លន់កុំគិតច្រើនអីមយូរ៉ាតើលែកមកសម្លាប់បងភ័ក្រមិនដេចទៅ
បើនាងបាត់ខ្លួនតាំងពី10ឆ្នាំមុនហើយក៏គ្មានហេតុផលអ្វីដែលលាក់ត្រូវមកសម្លាប់បងភ័ក្រដែរដួងច័ន្ទព្យាយាមរងាប់អារម្មណ៍របស់មយូរាដែលកំពុងភ័យខ្លាចនឹងអ្វីដែលមើលមិនឃើញរំពេចនោះប្រធានបទដែលពួកនាងនិយាយគ្នានៅឯមន្ទីរពេទ្យក៏លេចឡើងនៅក្នុងក្បាលរឿងដែលថាលែកនឹងត្រឡប់មកគិតបញ្ជីចាស់ជាមួយមិត្តភ័ក្តិតាមពាក្យសន្យាលេងសើចដែលធ្លាប់និយាយជាមួយកាវប៉ុន្តែពេលនេះបែរជាមិនទាន់មាននរណាហ៊ានគិតពីរឿងដែលនិយាយគ្នានៅមន្ទីរពេទ្យព្រោះជួនកាលពួកនាងអាចនឹងស្មានខុសពីរឿងរបស់លក្ខក៏ថាបានគ្នាទៅបន្ទប់ទឹកសិនណាសំឡេងអូកៅអីនៅក្នុងរោងបុណ្យលន់ឡាញម្ចាស់កៅអីសម្លឹងមុខមិត្តភ័ក្តិឆ្លាស់គ្នាទៅមកក្របញើងធំធំចាប់ផ្ដើមលេចឡើងនៅលើផ្ទៃមុខនាងលេបទឹកមាត់មុននឹងប្រញាប់ដើរចេញទៅចម្ប៉ាកើតអីម្នាក់ទៀតហើយនេះដួងច័ន្ទនិយាយព្រមទាំងតាមសម្លឹងមើលអាកប្បកិរិយាចម្លែករបស់មិត្តភ័ក្តិដែលដើរលេចបាត់ទៅក្រោយគត់លោកចម្ប៉ាច្បាស់ជាគិតរឿងរបស់លក្ខមិនខានទេម៉ាក់យូរ៉ាមិនហាច់គិតរឿងអ្វីផ្សេងទៀតក្រោយពីរឿងរបស់មិត្តភ័ក្តិដែលបាត់ខ្លួនទៅកាលពីនៅតូចនាងជឿស៊ុបថាលក្ខគឺជាដើមហេតុនៃអំពើឃាតកម្មរបស់សាកសពទាំងពីរទាំងសពរបស់អាំនិងសពរបស់សុភ័ក្រពួកនាងទាំងពីរស្គាល់លក្ខដែរឬចប់សម្ដីរបស់ម៉ាក់យូរ៉ាសម្លេងខ្សឹបរបស់នរណាម្នាក់ក៏លន់ឡើងរហូតនារីទាំងពីរងាកទៅមើលស្ទើរតែភ្លាមសម្លេងប្រសង់សូត្រធម៌នៅក្នុងពិធីបុណ្យសពរបស់សុភ័ក្រនៅតែបន្តឮឥតឈប់តាមស្ដាប់នេះទំនងជាដល់វគ្គចុងក្រោយហើយសម្រាប់ការសូត្រធម៌ជូនដំណើរវិញ្ញាណក្ខន្ធសពទៅកាន់សុគតិភពបណ្ដាញាតិមិត្តចាស់ទុំរបស់សុភ័ក្រនាំគ្នាយំខ្សឹកខ្សួលចំពោះការចាកចេញទៅដោយគ្មានថ្ងៃវិលត្រឡប់របស់សមាជិកក្នុងគ្រួសារជាពិសេសមាតារបស់សុភ័ក្រពួកគេគឺជាកូនប្រុសតែម្នាក់គត់នៅក្នុងវង្សត្រកូលពួកគេផ្ដល់ក្តីសង្ឃឹមចំពោះកំឡោះក្នុងពេលដែលគេចម្រើនវ័យធំធាត់អាចចិនមករស់នៅក្នុងសង្គមខាងក្រៅបានតែផ្ទុយទៅវិញបែរជាមកស្លាប់ដោយម្នាក់មិនអាចត្រៀមខ្លួនតាន់នៅកណ្ដាលពិធីបុណ្យសពរបស់សុភ័ក្រសំឡេងអាចកំបាំងលាន់ឡើងពីក្រោយខ្នងរបស់អ្នកចូលរួមបុណ្យក្រមុំស្រស់ទាំងពីរនាក់សំឡេងដែលពួកនាងមិនធ្លាប់ឮនិងមិនធ្លាប់ស្គាល់ពីមុនលាន់ឡើងចេញពីកៅអីខាងក្រោយខ្នងរបស់ពួកនាងកំឡោះម្ចាស់សំណួរអង្គុយសម្លឹងនារីចំពោះមុខដោយខ្សែភ្នែកចង់ដឹងចង់ឮដើម្បីរងចាំចម្លើយចេញពីមាត់របស់នារីទាំងពីរតើលោកជានរណាដួងច័ន្ទជ្រួញចិញ្ចាំសួរនាងច្បាស់គឹងចិត្តថាមិនធ្លាប់ឃើញបុរសម្នាក់នេះពីមុនមកទេខ្ញុំជានរណាមិនសំខាន់ទេខ្ញុំគ្រាន់តែចង់ដឹងថាតើអ្នកនាងស្គាល់ក្មេងស្រីឈ្មោះលក្ខដែរឬកំឡោះនៅតែមិនលាក់បង់ការព្យាយាមក្នុងការស្វែងរកចម្លើយរបស់គេចម្រុងមិនក៏ឯងទៅសួរនាងបែបនេះបុរសមុខឌឺម្ញាក់ស្រែកបន្ទោសមិត្តភ័ក្តិមុននឹងងាកមកកាន់នារីទាំងពីរនាក់សុំទោសជំនួសចម្រុងផងព្រោះអានេះមិនសូវមានសុជីវធម៌ប៉ុន្មានទេចុះបើយើងចង់ដឹងនោះអីអាសិតមិនដឹងថាលក្ខមានអ្វីពាក់ព័ន្ធនឹងការស្លាប់របស់អភ័ក្រឬអត់ចម្រុងងាកមកធ្វើមុខស្អុយដាក់មិត្តរបស់គេឯពិសិដ្ឋបានត្រឹមតែក្រវីក្បាលតិចហួសចិត្តនឹងមិត្តម្នាក់នេះលក្ខមយូរ៉ាសម្លឹងមុខដួងច័ន្ទរោមដៃរបស់នាងបាសច្រាងដោយគ្មានសារហេតុខណៈដែលអាកាសធាតុនៅក្នុងរោងបុណ្យមិនរងាបន្តិចសោះខ្ញុំមិនដឹងទេថាពួកលោកសួររកស្រីលក្ខធ្វើអីតែពេលនេះលោកកំពុងតែធ្វើឲ្យមិត្តភ័ក្តិរបស់ខ្ញុំភ័យដួងច័ន្ទសម្លឹងមុខរបស់ចម្រុងដូចចង់រករឿងជ្រុះនាងកាន់ដៃមយូរ៉ាមុននឹងក្រោកចេញពីរោងបុណ្យដើម្បីកុំឲ្យរំខានដល់ភ្ញៀវដទៃយ៉ាងម៉េចហើយចម្រុងការចង់ដឹងចង់ឮរបស់ឯងបានរឿងឬអត់ពិសិដ្ឋសម្លឹងមុខចម្រុងដែលកំពុងតប់ប្រមូលក្នុងចិត្តយ៉ាងខ្លាំងក្រៅពីមិនបានទទួលចម្លើយហើយថែមទាំងត្រូវមាត់ក្រមុំរូបស្រកមាត់ឆៃដូចជាដួងច័ន្ទទៀតមិនន័យទេយើងនឹងស៊ើបរឿងនេះឲ្យដឹងថាអភ័ក្រស្លាប់ដោយសារស្រីលក្ខឬមិនមែនចម្រុងសម្លឹងមើលរូបថតសខ្មៅរបស់សុភ័ក្រដែលថតកាលពីគេរៀននៅថ្នាក់ទី9ភាពម៉ត់ម៉ត់ក្នុងការស៊ើបអង្កេតរបស់អ្នកដឹងរឿងដោយចម្រុងកំពុងចាប់ផ្ដើមហើយក្រោយពីដួងច័ន្ទនិងមយូរ៉ាដកខ្លួនចេញពីបរិយាអាចកំបាំងដែលតាមរំខានពួកនាងក្នុងពិធីបុណ្យសពរបស់បងប្រុសកែវពេលនេះពួកនាងនាំគ្នាមកឈរមុខវត្តផ្លូវចូលទៅកាន់រោងបុណ្យនៅផ្នែកចំហៀងរបស់វត្តមានចុងភៅជាច្រើនណាស់កំពុងនាំគ្នាសស្រាក់សស្រាមធ្វើម្ហូបដើម្បីទុកទទួលភ្ញៀវដែលមកចូលបុណ្យបរិយាកាសនៅខាងក្រៅមានសម្លេងមនុស្សនិយាយគ្នាខ្លះៗដែលអាចជួយបន្ធូរភាពតានតឹងរបស់នារីទាំងពីរបានមួយចំនួនម្ន័យទេមយូរ៉ា
ដួងច័ន្ទជាយាមប្រាប់ឲ្យមយូរាតាំងស្មារតីដែលកំពុងតែរវើរវាយជាងនេះមយូរាដោះវ៉ែនតាដងធំចេញមុននឹងទាញយកកន្សែងមកជូតក្រអាមទឹកភ្នែកដែលកកជាប់លើកញ្ចក់មយូរាតបខ្លីៗមុននឹងសួរបន្តពេលយកវ៉ែនតាមកពាក់វិញឯងស្គាល់បុរសពីរនាក់នោះដែរឬតើឲ្យគ្នាទៅស្គាល់ពួកគេដូចម្ដេចបើស្គាល់មិនមែនចាំបាច់ដើរកិច្ចបែបនេះទេពួកគេច្បាស់ជាស្គាល់កែវនិងបងផាក់មិនខានទេនាងសម្រួលវ៉ែនតាសម្លឹងមកកាន់មិត្តភ័ក្តិអញ្ចឹងព្រាតបុណ្យចប់ចាំយើងទៅសួរកែវទាំងអស់គ្នាដួងច័ន្ទបញ្ជាប្រាប់មយូរាដើម្បីឲ្យនាងអស់កង្វល់នឹងការសង្ស័យតទៅទៀតនៅខាងក្រៅវត្តចាប់ផ្ដើមងងឹតហើយនារីចិត្តឆេវឆាវលើកនាឡិកាដៃខាងឆ្វេងមើលម៉ោងពេលនេះផែនដីដែលកំពុងវិលស្ថិតនៅក្នុងល្វែងម៉ោងជាង 9 ទៅហើយព្រះសង្ឃនៅក្នុងរោងបុណ្យក៏និមន្តចិនជីបណ្ដាបន្ទាប់ពីសូត្រធម៌ជូនដំណើរវិញ្ញាណខន្ធសពចប់សពគ្រប់រួចដូនជីយាយជីនិងចាស់ទុំនៅក្នុងរោងបុណ្យទាំងអស់នាំគ្នាលើកដៃប្រណម្យជូនដំណើរសង្ឃយ៉ាងខ្ជាប់ខ្ជួនដួងច័ន្ទនិងមយូរាក៏ដូចគ្នាក្រោយពីព្រះសង្ឃនិមន្តចិនពីរោងបុណ្យអស់ចុងភ័យនិងអ្នករត់តុទាំងឡាយដែលជួលមកក៏នាំគ្នាដើរចាត់ចែងបម្រើភោជនាហារជូនដល់ភ្ញៀវនៅក្នុងពិធីបុណ្យទាំងអស់អ្នកខ្លះក៏អង្គុយទទួលទានអាហារតាមសុជីវធម៌ដើម្បីសួរនាំគ្នាពីរឿងរ៉ាវផ្សេងៗអំពីបាម៉ាក់របស់សុភ័ក្រតែអ្នកខ្លះទៀតក៏នាំគ្នាដើរចេញពីរោងបុណ្យដើម្បីធ្វើដំណើរត្រឡប់ទៅផ្ទះព្រោះជាវេលាយប់ហើយនិយាយអញ្ចឹងចម្ប៉ាបាត់តាណាសំឡេងដែលស្ដាប់រៀងក្ងួរពីក្មេងស្រីដែលពូកែខ្លាចប្រចាំក្រុមលាន់ឡើងព្រមទាំងព្យាយាមកាន់ដៃមិត្តភ័ក្តិជាប់មិនអោយទៅណាឆ្ងាយមែនហើយចេញមកក្រៅយូរហើយមិនឃើញចម្ប៉ាសោះនៅពេលយល់ស្របគ្នាដូច្នេះទើបនារីចាត់អន្ទះសារប្រញាប់ចុចទូរស័ព្ទខលទៅរកមិត្តភ័ក្តិឲ្យត្រឡប់មកចូលក្នុងពិធីទីតសំឡេងប្រព័ន្ធទូរស័ព្ទហៅចូលរបស់ចម្ប៉ាលាន់នៅក្នុងសោតាវិញ្ញាណរបស់ដួងច័ន្ទប៉ុន្តែនៅឯចុងខ្សែម្ខាងទៀតមិនព្រមទទួលទូរស័ព្ទពីមិត្តភ័ក្តិសោះតើនាងមានរឿងអ្វីទេដឹងសំឡេងទូរស័ព្ទរបស់សម្ប៉ាលាន់ឡើងនៅមិនឆ្ងាយពីដៃរបស់នាងទេប៉ុន្តែនាងសម្រេចចិត្តមិនទទួលទូរស័ព្ទរបស់ដួងច័ន្ទនាងអង្គុយបញ្ឈរជង្គង់នៅក្នុងបន្ទប់ទឹកដែលនៅឆ្ងាយពីរោងបុណ្យគួរសមហើយបន្ទប់ទឹកនេះនៅឆ្ងាយពីគុតលោកខ្លាំងណាស់ទើបធ្វើឲ្យបរិវេណនេះងងឹតស្លុបនរណាទទួលទូរស័ព្ទពេលកំពុងដោះតល់បែបនេះហេតុអ្វីមិនទទួលអញ្ចឹងដួងច័ន្ទចាប់ផ្ដើមខ្វល់ខ្វាយមុននឹងចុចខលទៅរកចម្ប៉ាម្ដងហើយម្ដងទៀតសំឡេងទូរស័ព្ទនៅតែបន្តលាន់ដូច្នោះតែមកចាត់បែរជាមិនព្រមទទួលខ្សែភ្នែកចាប់ផ្ដើមសម្លឹងរវេរវាយដោយគ្មានគោលដៅរឿងរបស់លក្ខចាប់ផ្ដើមវិលចូលមកក្នុងខួរក្បាលរឿងដែលកែវធ្លាប់ប្រាប់នាងនៅឯមន្ទីរពេទ្យលក្ខដើរមកស៊ឹបដាក់ខៀមថាបើរកនាងមិនឃើញទេ10ឆ្នាំទៀតនាងនឹងមកតាមរកពួកយើងវិញដោយខ្លួនឯងនេះជាប្រយោគដែលលន់ឡើងនៅក្នុងត្រចៀករបស់នាងចម្ប៉ាចាត់ទុកថាជាមនុស្សដែលមានផ្នត់គំនិតបុរាណតាំងពីក្មេងម្ល៉េះដោយសារតែគ្រួសាររបស់នាងជាត្រកូលដែលរស់នៅជាមួយនឹងភ្លេងបុរាណខ្មែរតាំងពីជំនាន់តាលួតយាយលួតមកម្ល៉េះធ្វើឲ្យនាងបណ្ដុះជំនឿនេះនៅក្នុងគំនិតជាប់មករហូតដែលធ្វើឲ្យនាងក្លាយជាមនុស្សប្រងើយកណ្ដាលនឹងភាពស៊ីវិល័យរបស់សង្គមសូម្បីតែសម្លៀកបំពាក់ឬការតុបតែងខ្លួនតែចំណុចល្អនៃការបណ្ដុះគំនិតនោះធ្វើឲ្យនាងមានចំណេះដឹងផ្នែកប្រវត្តិសាស្ត្រនិងអភិយជំនឿបុរាណលើសមិត្តភ័ក្តិដទៃទៀតពួកយើងមិនគួរនាំគ្នាលេងអ្វីបំពាននឹងពាក្យចាស់បុរាណសោះសំឡេងរអ៊ឺខ្សោរបស់ស្រីតូចលន់ឡើងម្នាក់ឯងនៅក្នុងបន្ទប់ទឹកខាងក្រោយវត្តការលេងបិទពួនក្នុងសម័យរៀននៅថ្នាក់ទី6របស់នាងនិងមិត្តភ័ក្តិធ្វើឲ្យជីវិតពួកនាងប្រែជាក្រឡាប់ចាក់តាំងពីថ្ងៃដែលពួកនាងទៅសំពះភ្នូសពរបស់លក្ខនៅក្នុងថ្ងៃនោះក្រោយពីពួកនាងត្រឡប់មកវិញមិត្តភ័ក្តិរបស់ម៉ាលីក៏ត្រូវគេសម្លាប់ដោយញាត់សាកសពទៅក្នុងទូសម្ភារៈរបស់ក្លឹបកីឡាដែលជាសាកសពដំបូងមិនយូរប៉ុន្មានសាកសពបន្ទាប់ក៏ត្រូវសម្លាប់យ៉ាងព្រៃផ្សៃដោយលើកនេះត្រឡប់ក្លាយជាបងប្រុសរបស់កែវដែលជាមនុស្សដ៏ជិតស្និទ្ធរបស់លក្ខទៅវិញមនុស្សនៅក្បែរខ្លួនរបស់មិត្តភ័ក្តិចាប់ផ្ដើមស្លាប់ជាបន្តបន្ទាប់នៅក្នុងថ្ងៃតែមួយដល់តែ2នាក់តើរឿងនេះកើតឡើងដូចម្ដេចទ្វារផ្លូវចូលក្នុងបន្ទប់ទឹករួមបើកបន្លឹមយឺតចម្ប៉ាភ្ញាក់ព្រឺតនឹងសំឡេងនោះទើបប្រញាប់បិទទូរស័ព្ទដែលនៅតែរត់មិនឈប់ភាពភ័យខ្លាចចាប់ដើមរត់ចូលមកក្នុងក្បាលរបស់នាងម្ដងទៀតនាងខ្លាចក្រែងពណ៌ប្រមឹកខួបដែលលួចចូលមកធ្វើអ្វីប្រទេសប្រដាស់នៅក្នុងបន្ទប់ទឹកឬអាចជាអ្វីមួយយ៉ាងដែលនាងខ្លាចបំផុតនៅពេលនេះលក្ខ
នាងព្យាយាមសម្លឹងមើលស្រមោលនៃការធ្វើចលនានោះតាមប្រឡោះខាងក្រោមទ្វារបង្គន់ដៃទាំងពីរក្តាប់ទូរស័ព្ទជាប់យ៉ាងណែននិងស្ទើរតែមិនហ៊ានដកដង្ហើមមិនយូរប៉ុន្មានស្រមោលនោះចាប់ផ្ដើមធ្វើចលនាកម្រើកទៅមកនៅខាងក្រៅបន្ទប់សំឡេងអូសជើងខុសប្លែកពីប្រក្រតីលាន់ឡើងនៅខាងបន្ទប់ទឹករហូតស្រមោលនោះឈប់យ៉ាងយឺតនៅមុខទ្វារបន្ទប់របស់នាងក្នុងខណៈដែលខួរក្បាលកំពុងគិតរឿងរ៉ាវផ្សេងៗនោះដៃក៏ប្រញាប់ចុចទូរស័ព្ទទៅរកមិត្តភក្តិដែលកំពុងរងចាំការតាក់ទងរបស់នាងតែចិត្តមួយទៀតក៏ខ្លាចថាសំឡេងនិយាយទូរស័ព្ទរបស់នាងអាចធ្វើឲ្យនរណាឬអ្វីមួយយ៉ាងដែលនៅខាងក្រៅនោះដឹងថាមានមនុស្សនៅខាងក្នុងនេះនាងព្យាយាមគិតរកមធ្យោបាយដើម្បីតាក់ទងទៅកាន់មិត្តភក្តិរបស់នាងឲ្យទាល់តែបាននាងមិនចង់ជួបរឿងអ្វីនៅក្នុងបន្ទប់ទឹកដ៏ចង្អៀតរបស់វត្តបែបនេះទេในទីបំផុតគំនិតមួយក៏លេចឡើងតាមរយៈផ្ទៃមុខដែលចាប់ផ្ដើមញញឹមបន្តិចឡើងវិញការផ្ញើសារគឺជាវិធីតែមួយគត់ដែលអាចធ្វើឲ្យនាងមានសុវត្ថិភាពពីអ្វីមួយយ៉ាងដែលកំពុងរងចាំនាងនៅខាងក្រៅក្នុងពេលនេះគ្នាខតាក់តងចម្ប៉ាមិនបានសោះតើធ្វើយ៉ាងម៉េចទៅដួងច័ន្ទចាប់ផ្ដើមសម្ដែងកាយវិការព្រួយបារម្ភចំពោះមិត្តភក្តិឃើញយ៉ាងច្បាស់នាងប្រើពេលជាង10នាទីដើម្បីខលទៅរកចម្ប៉ាតែម្ចាស់ទូរស័ព្ទមិនព្រមចុចទទួលសោះការចុចទៅកាន់លេខនោះម្ដងធ្វើឲ្យបេះដូងរបស់នាងនិងមយូរ៉ាកន្ត្រាក់លោតខុសចង្វាក់ជានិច្ចលើកចុងក្រោយដែលអ្នកទាំងពីរជួបចម្ប៉ាគឺពេលដែលនាងសុំចិនពីរោងបុណ្យដើម្បីទៅបន្ទប់ទឹកបន្ទាប់ពីនោះនាងក៏មិនបានចូលទៅក្នុងរោងបុណ្យទៀតដែររហូតមកដល់ពេលនេះកន្លះម៉ោងហើយខលចូលទេមយូរ៉ាព្យាយាមសង្ខេញរងចាំចម្លើយពីមិត្តភក្តិតែម្ចាស់ចម្លើយនិយាយអ្វីមិនចេញសោះក្រៅពីក្រវីក្បាលជំនួសពាក្យសម្ដីពេលនោះភ្ញៀវនៅក្នុងពិធីបុណ្យចាប់ផ្ដើមនាំគ្នាត្រឡប់ទៅវិញស្ទើរតែអស់ពីរោងទៅហើយនៅក្នុងចំណោមនោះក៏មានចម្រុងនិងពិសិដ្ឋដែរមិនតនាំគ្នាត្រឡប់ទៅវិញទេឬក្មួយសំឡេងរបស់ស្ត្រីវ័យកណ្ដាលម្នាក់ក្នុងសម្លៀកបំពាក់សកាន់ទុកពោលឡើងយ៉ាងស្អកស្អានៅក្នុងដៃមានកាន់កូនកន្សែងមើលជាប់ជានិច្ចទុកសម្រាប់ជូតទឹកភ្នែកដែលនៅតែហូរមិនឈប់ចំពោះការចាក់ចេញទៅដែលគ្មានថ្ងៃវិលត្រឡប់របស់កូនប្រុសបណ្ដុលចិត្តចាស់មយូរ៉ាមិនតាន់បានហើបមាត់និយាយអ្វីផងដួងច័ន្ទក៏ចាប់ដៃនាងក្តោបយ៉ាងណែនដើម្បីហាមឃាត់មិត្តភក្តិមិនឲ្យភ្លាត់មាត់និយាយអ្វីនៅពេលនេះចាគឺពួកក្មួយកំពុងរងចាំមិត្តភក្តិព្រោះចម្ប៉ាកំពុងជាប់រវល់និយាយទូរស័ព្ទដួងច័ន្ទព្យាយាមញញឹមបន្លប់តែនៅក្នុងចិត្តកំពុងបារម្ភចំពោះមិត្តដែលបាត់ខ្លួនយ៉ាងគ្មានតម្រុយប៉ុន្តែនាងត្រូវរក្សាទឹកមុខឲ្យផ្ទុយពីអារម្មណ៍ពិតមិនដូច្នោះទេប៉ាម៉ាក់របស់កែវអាចនឹងសួរនាំអ្វីបន្ថែមមិនខានចំណែកមយូរ៉ាក៏ជាមនុស្សដែលពូកែខ្លាចនិងមិនធ្លាប់និយាយកុហកដែរដូច្នេះនាងអាចនឹងភ្លាត់មាត់និយាយរឿងរបស់លាក់ចិនមកបានរឿងដែលលាក់ចិនមកសម្លាប់មនុស្សដូចដែលនាងគិតតែនរណាទៅជឿរឿងបាបនោះយ៉ាងណាក៏ត្រឡប់ទៅផ្ទះឲ្យសុវត្ថិភាពណាក្មួយយប់ជ្រៅហើយគ្រោះថ្នាក់ខ្លាំងណាស់ប៉ារបស់កែវសម្លឹងមុខនារីទាំងពីរមុននឹងសុំខ្លួនចេញពីរោងបុណ្យដើម្បីសម្ដែងទៅផ្ទះទៅរកកូនស្រីដែលនៅផ្ទះតែម្នាក់ឯងច័ន្ទហេតុអ្វីម៉ាក់យូរ៉ាប្រញាប់សួររកហេតុផលមើលរំពេកពេលដែលចាស់ទុំទាំងពីរដើរចេញផុតបើឯងជ្រុលមាត់ប្រាប់ថាយើងកំពុងតាមរកចម្ប៉ាមិនដឹងថាលាក់នាំទៅសម្លាប់ឬយ៉ាងណាពួកគាត់ទាំងពីរច្បាស់ជាសង្ស័យហេតុការណ៍កាលពី10ឆ្នាំមុនដែលលាក់បាត់ខ្លួនមិនខានពួកគាត់ច្បាស់ជាសួរអ្វីច្រើនទៀតហើយរឿងរ៉ាវនឹងកាន់តែរីកសាយធំឡើងដួងច័ន្ទព្យាយាមពន្យល់ហេតុផលឲ្យមិត្តភក្តិយល់ដោយខ្លួននាងផ្ទាល់ក៏ទៅតែយល់អំបញ្ញនឹងនេះដែរខ្ញុំថាហើយថាពួកនាងច្បាស់ជាស្គាល់សង្សារអភកតប្រៀបដូចជាការដាក់ទោសដល់នារីទាំងពីរសំឡេងដែលពួកនាងមិនចង់ឮស្រាប់តែលន់ឡើងពីក្រោយខ្នងដួងច័ន្ទព្យាយាមសម្រួលអារម្មណ៍ឲ្យស្ងប់មុននឹងងាកក្រោយយឺតទៅរកម្ចាស់សំឡេងនោះណែលោកខ្ញុំគ្មានពេលមកឈរពន្យល់ឲ្យពួកលោកស្ដាប់រឿងរបស់លះគេពេលនេះខ្ញុំមានរឿងផ្សេងត្រូវធ្វើសុំខ្លួនសិនហើយដួងច័ន្ទព្យាយាមបញ្ចប់សេចក្តីមុននឹងប្រញាប់ដើរចេញពីរោងបុណ្យរឿងផ្សេងដែលថានោះតើពាក់ព័ន្ធនឹងលះដែរទេចម្រងស្រែកបន្តពីក្រោយខ្នងនារីទាំងពីរមិត្តរបស់យើងកំពុងបាត់ខ្លួនសុកម៉ាក់យូរ៉ាក៏សម្រេចចាត់និយាយរឿងនេះឲ្យវរៈផ្លែកមុខស្ដាប់ម៉ាក់យូរ៉ាឯងឈួតទេឬដួងច័ន្ទសម្លឹងមុខមិត្តភក្តិដោយក្តីហួសចិត្តយ៉ាងហោចណាស់គ្នា4នាក់ក៏អាចជួយតាមរកចម្ប៉ាបានកាន់តែលឿនដែរមិនថាអញ្ចឹងឬច័ន្ទ
ដួងច័ន្ទមិនបាននិយាយអ្វីបន្តទេនាងគោរពការសម្រេចចិត្តរបស់មិត្តភក្តិជានិច្ចមយោរាញញឹមមុននឹងងាកមករកចម្រុងនឹងពិសិដ្ឋមុននេះនៅសុកចម្ប៉ាក៏ក្រោកចេញទីពិធីបុណ្យរបស់បងភក្តិដោយគ្រាន់តែប្រាប់ថាទៅបន្ទប់ទឹករហូតមកដល់ពេលនេះកន្លះម៉ោងហើយក៏មិនឃើញនាងត្រឡប់មកវិញទៀតពួកយើងនាំគ្នាទៅមើលឯបន្ទប់ទឹកក្បែរគុតលោកដែរតែក៏មិនឃើញចំណែកច័ន្ទក៏ព្យាយាមខលទៅរកតែនាងមិនទទួលសោះមិនដឹងថាពេលនេះយ៉ាងម៉េចហើយទេយើងត្រូវតែទូរស័ព្ទប្តឹងប៉ូលីសចម្រុងនិយាយមុននឹងលូកយកទូរស័ព្ទចេញពីហៅប៉ាវអាយតែពីសិតបាយជាស្រ័យខ្វាត់ប៉ូលីសទទួលពាក្យបណ្ដឹងមនុស្សបាត់ខ្លួនគឺតលតែគ្រប់24ម៉ោងសិនដោយរាប់ចាប់តាំងពីពេលបាត់ខ្លួនរហូតដល់ពេលទៅប្តឹងយើងត្រូវតាមរកដោយខ្លួនឯងឥឡូវនេះដួងច័ន្ទសម្លឹងមុខពួកគេទាំង3គ្រប់គ្នាសម្រេចចុចតាមរកចម្ប៉ាដោយចាប់ផ្ដើមពីបរិវេណវត្តដែលមានចេតិយនិងកុដិលោកព្រះសង្ឃរាប់សិបខ្នងសង់ប្រជ្រៀតគ្នាជាមុនសិនតែពួកគេមិនទាន់បានចេញរកយ៉ាងប្រកបប្រជាផងសុកសំលេងទូរស័ព្ទរបស់មយោរាក៏លាន់ឡើងទីសាមូលីបានផ្ញើមកកាន់មយោរានាងប្រញាប់រោរកទូរស័ព្ទក្នុងកាបូបស្បែកពណ៌ខ្មៅរបស់នាងរំពេចដែលរកឃើញរបស់ដែលនាងត្រូវការម្រាមដៃរាវឆ្មារបស់នាងក៏ចុចលើប៊ូតុងទូរស័ព្ទថ្នមដើម្បីអានសារដែលទើបតែផ្ញើជូនមកខ្សែភ្នែកប្រញាប់សម្លឹងមើលខ្លឹមសារនៅក្នុងទូរស័ព្ទរំពេចនោះដៃនាងញ័រស្ទើរតែជ្រុះទូរស័ព្ទទៅដីទឹកមុខប្រែជាស្លេកស្លាំងមួយរំពេចច័ន្ទសំឡេងរបស់នាងចាប់ផ្ដើមញ័ររញ្ជ័យប្រៀបដូចមនុស្សកំពុងភ័យតក់ស្លុតនឹងអ្វីម្យ៉ាងដៃដែលញ័រទៅត្រឹកនោះព្យាយាមហុចទូរស័ព្ទទៅឲ្យមិត្តសម្លាញ់ដួងច័ន្ទប្រញាប់ទទួលទូរស័ព្ទមកអានយ៉ាងស្លន់ស្លោចាំប៉ាក្រោយពីអានខ្លឹមសារនៅក្នុងទូរស័ព្ទដួងច័ន្ទនិងមយូរាបានត្រឹមតែបែកភ្នែកស្លើសម្លឹងមុខគ្នារួចប្រញាប់រត់ចេញពីបរិវេណនោះបុរសទាំងពីរក៏មិនបាននិយាយសួរនាំអ្វីទេក្រោយពីរត់តាមនារីទាំងពីរយ៉ាងប្រកិតដួងច័ន្ទនៅតែកាន់ទូរស័ព្ទក្តោបយ៉ាងណែនក្នុងក្បាលគិតទៅដល់តែខ្លឹមសារនៅក្នុងមីសេកនោះមយូរាគ្នានៅក្នុងបន្ទប់ទឹកក្បែរកុដិលេខ9ប្រញាប់មកឲ្យលឿនឡើងពេលនេះមិននឹងជានរណាទេនៅខាងក្រៅគ្នាខ្លាចចម្ប៉ាដាក់ទូរស័ព្ទចូលទៅក្នុងកាបូបសន្សើមយ៉ាងស្រាលដៃបំផុតបន្ទាប់ពីផ្ញើសារសុំជំនួយពីមិត្តភក្តិរួចរាល់ហើយអំពូលនៅក្នុងបន្ទប់ទឹកហាក់ដូចជាចាប់ផ្ដើមប្រាយការលែងបានហើយម្ដងរលត់ម្ដងភ្លឺគួរឲ្យខ្លាចរួមផ្សំនឹងពណ៌របស់ការ៉ូក្នុងបន្ទប់ទឹកដែលមានសភាពស្មោកក្រោកសំឡេងដំណក់ទឹកស្រក់ចេញពីក្បាលរ៉ូប៊ីណេដែលបិទមិនជិតម្ដងមួយដំណក់លាន់ខ្ទោពេញបន្ទប់ទឹកទាំងមូលពិសេសសំឡេងឆ្កែលូនៅក្នុងវត្តលាន់បណ្ដាក់គ្នាដូតណាត់ទុកកាន់តែធ្វើឲ្យក្រមុំដែលលាក់ខ្លួនតែម្នាក់ឯងនៅក្នុងបង្គន់ភ្ញាក់ប្រលឹងចុងសក់គ្រប់ពេលសំឡេងទឹកស្រក់ប្រៀបដូចសំឡេងដំណក់ឈាមស្រក់ចេញពីមុខកំបិតឬស្នាមកាត់សរីរាង្គណាមួយរបស់មនុស្សខ្សែភ្នែកទាំងគូរបស់នាងនៅតែសម្លឹងអឹកព្រិចតាមចន្លោះនៅក្រោមទ្វារស្រមោលខ្មៅដែលមកព្រមជាមួយសំឡេងអូសជើងដ៏គួរឲ្យខ្លាចរំកិលចូលមកដល់ក្នុងបន្ទប់ទឹកហើយឈប់ទ្រឹងនៅមុខទ្វារមិនថាវាជាមនុស្សឬអ្វីក៏ដោយពេលនេះនាងធ្វើបានតែម្យ៉ាងគត់គឺលាក់ខ្លួនឲ្យស្ងាត់បំផុតហើយរងចាំឲ្យក្រុមមយូរាមកដល់ទីនេះប៉ុណ្ណោះនាងប្រេងសម្លឹងទៅកាន់ចន្លោះប្រហោងនោះមិនដាក់ភ្នែកដៃទាំងពីរចាប់ផ្ដើមកដបចាក់ស្រែកចូលគ្នាកាន់តែណែនរហូតមានញើសសាមចេញតាមចន្លោះម្រាមដៃនៅពេលភាពភ័យខ្លាចរីកសាយភាយពេញរាងកាយរោមដៃរបស់នាងក៏បះច្រានយ៉ាងចម្លែកអារម្មណ៍រវើរវាយពីរឿងដំណើរបុរាណចាប់ផ្ដើមលេចឡើងនៅក្នុងក្បាលរហូតនាងទប់ទឹកភ្នែកលែងជាប់មួតញ័រអង្រួនធ្គាមដូចគ្រុនញាក់នាងមិនធ្លាប់ខ្លាចអ្វីដល់ថ្នាក់នេះទេនេះជាលើកដំបូងដែលនាងទទួលអារម្មណ៍ថាមានអ្វីម្យ៉ាងកំពុងចាំយកជីវិតនាងនៅខាងក្រៅមិនយូរប៉ុន្មានស្រមោលចម្លែកនៅមុខបន្ទប់នោះក៏ចាប់ផ្ដើមគម្រើកសំឡេងអូសជើងលាន់ឡើងម្ដងទៀតស្រមោលនោះចាប់ផ្ដើមរំកិលយឺតចេញទៅខាងក្រៅកែវភ្នែករបស់ចម្ប៉ាបើកធំដោយក្តីតក់ស្លុតលាយឡំនឹងអារម្មណ៍ភិតភ័យតើពេលណាទើបមយូរានឹងដួងច័ន្ទមកដល់នាងស្ទើរតែលិចនោមទៅហើយ
សំឡេងបើកទ្វារលាន់ឡើងម្ដងទៀតមុននឹងទង្គិចជាមួយជញ្ជាំងបន្ទប់លាន់ក្រាំងចម្ប៉ាងើបចេញពីបង្គន់សន្សឹមបន្លឺមទ្វារដើម្បីចេញទៅខាងក្រៅនាងព្យាយាមឈានជើងដាវយ៉ាងស្រាលបំផុតខ្សែភ្នែកចាប់ផ្ដើមងាកឆ្វេងងាកស្ដាំដើម្បីឲ្យច្បាស់ក្នុងចិត្តថាស្រមោលខ្មៅនោះបានចេញទៅបាត់ហើយស្រស់ស្រីយកដៃទាំងពីរខ្ទប់ទ្រូងម្ដងទៀតដោយក្តីធូរស្បើយក្នុងចិត្តខ្យល់ដង្ហើមចាប់ដើមរត់ចេញចូលកាន់តែសប់ពោះនាងប្រញាប់ឈានជើងដើរចេញពីបន្ទប់ទឹកយ៉ាងលឿនបំផុតបើហ៊ាននៅទីនេះយូរទៀតច្បាស់ជាអ្វីមួយយ៉ាងដែលធ្វើឲ្យនាងភ័យខ្លាចនោះត្រឡប់មកម្ដងទៀតមិនខានជើងទាំងពីរព្យាយាមឈានយ៉ាងញាប់ស្ដែកដើម្បីចេញពីបន្ទប់នរកនេះដៃស្ដាំខ្នោបកាបូបស្ពាយយ៉ាងណែនដើរផងរត់ផងប៉ុន្តែរំពេចនោះជើងរបស់នាងស្រាប់តែឈានទៅមុខលែងរួចទ្វារបង្គន់ក្នុងបន្ទប់ដំបូងគេចាប់ផ្ដើមបើកចេញសន្សឹមយ៉ាងយឺតកែវភ្នែកទាំងគូរបស់ចម្ប៉ាคล้ายជាកាំងស្តូបមិនហ៊ានសម្លឹងមើលអ្វីមួយយ៉ាងដែលកំពុងបើកទ្វារទទួលស្វាគមន៍នាងឡើយញើសចាប់ផ្ដើមហូរស្រក់ចុកពីផ្ទៃមុខលាយឡំនឹងទឹកភ្នែកអ្វីមួយយ៉ាងនោះលូកដៃសស្លេកចេញមកយ៉ាងរហ័សមុននឹងកញ្ឆក់យកកដៃរបស់ចម្ប៉ាយាយនេះជាសំឡេងចុងក្រោយដែលនាងស្រែកមុននឹងស្រមោលអាត់កំបាំងអូសរាងកាយនាងចូលទៅក្នុងបង្គន់សំឡេងទ្វារផ្ទប់ជញ្ជាំងលាន់គ្រោះក្រាក់អមដោយសំឡេងស្រែកថ្ងោររហឺអស់មុនសន្ទុះមុននឹងគ្រប់យ៉ាងស្ងាត់ទៅវិញដូចគ្មានរឿងអ្វីកើតឡើង